បាទជម្រាបសួរបងប្អូនហើយនេះនិយាយរឿងពីកាលនៅក្មេងបងគាត់និយាយប្រាប់រឿងខ្មោចលងអ៊ំម្នាក់នៅលើទូកដែលទៅដាក់បកាយទៅដាក់ម៉ងអីហ្នឹងឯងកាលហ្នឹងខ្ញុំក៏ភ័យដែរចុះដេកទៅក្នុងចកាតែពីអ្នកកើតដេកអ្នកកើតក៏គាត់និយាយរឿងខ្មោចនេះប្រាប់ក្នុងចង្ការនោះក៏ខ្យល់ហៀកលៀមានអារម្មណ៍ថាខ្លាចដែរតែស្ដាប់យូរទៅកាត់ទៀនយូរកាន់តែខ្លាចត្រូវយប់ជ្រៅឆ្កែលូឲ្យផងនៅចកាគ្រូក៏ស្ងាត់ឈឹងនៅដីចកាមានមនុស្សច្រើនណាស់ដីស្ដាប់គាត់និយាយខ្មោចខែឧស្សាហ៍យើងឯងទឹកលិចគេថាអ៊ំព្រមនេះទៅដាក់ម៉ងក៏ជក់ខ្មោចសួរថាអ៊ំបានត្រីអត់គួយនៅលើក្បាលទូកណាអ៊ំបានត្រីគេថាបានទៅក្មួយអ៊ំនោះមិនចាប់អារម្មណ៍ថាក្មួយថាអីទេស្មាននៅអ្នកសុំជីទូកជាមួយឃើញគួយក្បាលទូកណែសក់វែងស្អាតអ៊ំចាស់ទូកក៏នក់ក៏សួរទៅក្មួយថាមួយមកពីណាវិញខ្ញុំមកពីចុងភូមិណែអូខ្ញុំមករកប្តីខ្ញុំនៅមកដាក់ម៉ងដូចពូដែរហ្នឹងឯងខ្ញុំក៏មកតាមហ្នឹងពួកឯងឃើញប្តីខ្ញុំអត់គាត់ថាពូឃើញបងពូដាក់ម៉ងនេះយូរហើយមិនឃើញមានណាឆ្លងកាត់នេះផងហេក៏គ្មានឃើញណាណែទេតែឃើញក្មួយនេះជាលឺទូពូនឹងឯងប្តីខ្ញុំមកក៏បាត់ជ្រាបមានឃើញទៅវិញទេមើលកូនមើលចៅនោះអត់ទុកខ្ញុំម្នាក់ឯងខ្ញុំក៏មកតាមប្តីខ្ញុំនឹងឯងអញមើលអត់និយាយទៅខ្មោចនោះសំដីខ្លួនខ្ញុំនៅម្នាក់